អបអសាទរការចុះបង្ហាត់ការងាររបស់និស្សិតឆ្នាំទី1 ឆមាសទី1មកពីក្រុមមហាវិទ្យាល័យក្រុមវេនសិក្សានៃសាកលវិទ្យាល័យ Belty អន្តរជាតិទាំងពីរទីតាំងសរុបប្រមាណ 4000 អង្គនាក់នាថ្ងៃទី9ខែកុម្ភៈឆ្នាំ2026សាកលវិទ្យាល័យ Belty អន្តរជាតិបានរៀបចំកម្មវិធីសិក្ខាសាលាស្ដីពីការចុះបង្ហាត់ការងារជូននិស្សិតឆ្នាំទី1 ឆមាសទី1ក្រុមវេនសិក្សាមកពីក្រុមមហាវិទ្យាល័យទាំងកម្មវិធីសិក្សាជាភាសាជាតិនិងកម្មវិធីសិក្សាជាអន្តរជាតិទាំងពីរទីតាំងក្រោមអធិបតីភាពឯកឧត្តមលីណាវុធសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យនិងនិស្សិតសរុបប្រមាណ 4000 អង្គនាក់កម្មវិធីនេះប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ Belty អន្តរជាតិទីតាំងទី2ស្ពានអាកាសចោមចៅនិងផ្សាយបន្តផ្ទាល់តាមរយៈប្រព័ន្ធអេឡិចត្រូនិក Zoom Workplace ទៅកាន់ទីតាំងទី1ទួលស្លែងផងដែរកម្មវិធីនេះក៏មានការធ្វើបទបង្ហាញពីសំណាក់ព្រឹទ្ធបុរសទាំង13មហាវិទ្យាល័យស្ដីពីការចុះបង្ហាត់ការងារជូនដល់និស្សិតឆ្នាំទី1 ឆមាសទី1ដែលនិស្សិតទាំងអស់ត្រូវចុះទៅតាមបណ្ដាក្រសួងស្ថាប័នរដ្ឋនិងឯកជនព្រមទាំងក្រុមហ៊ុននានាស្របទៅនឹងកាលវិភាគដែលបានកំណត់ពីមហាវិទ្យាល័យនីមួយៗចាប់ពីថ្ងៃទី9រហូតដល់ថ្ងៃទី14ខែកុម្ភៈឆ្នាំ2026បន្ទាប់ពីបញ្ចប់ការចុះបង្ហាត់ការងារនេះនិស្សិតត្រូវសរសេរជារបាយការណ៍ដើម្បីដាក់ពិន្ទុក្នុង ongoing assessment ក្នុងនោះផងដែរឯកឧត្តមលីណាវុធក៏បានអញ្ជើញមានមតិសំណេះសំណាលជូនដល់និស្សិតស្ដីពីព័ត៌មានទូទៅនៃកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ Belty អន្តរជាតិអត្ថប្រយោជន៍នៃការចុះបង្ហាត់ការងាររៀងរាល់ឆមាសនិងការលើកទឹកចិត្តឲ្យនិស្សិតខិតខំប្រឹងប្រែងរៀនសូត្រអភិវឌ្ឍខ្លួនខ្លាយជាមូលធនមនុស្សដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនជាទីបញ្ចប់ឯកឧត្តមលីណាវុធសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិក៏បានផ្ដល់កិត្តិយសថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូនិងនិស្សិតដែលបានអញ្ជើញចូលរួមនៅពេលនោះក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាលយ៉ាងក្រៃលែងពីខ្ញុំបាទម៉ាន់គ្រីស្តាផ្សាយចេញពី Belty Audio News សូមគោរពអរគុណនិងសូមអរគុណBelty International University, the future of global leaders.